សួស្តីអ្នកទាំងអស់គ្នាវិលត្រឡប់មកវិញជាមួយខ្ញុំនៅក្នុងវីដេអូនេះយើងនឹងសម្រាយអំពីរឿងរ៉ាវនៃខ្សែភាពយន្តវីរបុរសរបស់ DC Universe គឺ Supergirl នៅក្នុងខ្សែភាពយន្តនេះ Kara Zor-El ហៅក្រៅថា Supergirl ត្រូវឆ្លងកាត់ដំណើរផ្សងព្រេងដ៏លំបាកមួយដើម្បីជួយសង្គ្រោះអ្វីមួយដ៏មានតម្លៃសម្រាប់នាងនៅក្នុងការតស៊ូរបស់នាង Kara ត្រូវបានអមដំណើរដោយក្មេងស្រីម្នាក់ដែលលើកតម្កើងផ្នែកវីរភាពរបស់នាងមុនពេលយើងចូលទៅដល់រឿងខ្ញុំចង់រំលឹកអ្នកទាំងអស់គ្នាថាកុំភ្លេចចុច Like Comment Subscribe និងបើកកណ្ដឹងដោយមិនចាំបាច់និយាយយូរទេយើងចូលដល់រឿងវិញដើម្បីអបអរសាទរខួបកំណើតគម្រប់23ឆ្នាំរបស់នាងស្ត្រីម្នាក់ឈ្មោះ Kara Zor-El បានប្រើប្រាស់យន្តហោះរបស់នាងដើម្បីវិះមកកាលទៅកាន់ភពមួយផ្សេងទៀតនិងជប់លៀងជាក់ស្ដែង Kara តែងតែមានរបៀបរស់នៅដែលមានសេរីភាពនិងរញ៉េរញ៉ៃ Kara ក៏ចិញ្ចឹមឆ្កែមួយក្បាលឈ្មោះ Crypto ដែលស្មោះត្រង់នឹងបន្ទាប់មកបានកាត់ទៅជាភពមួយឈ្មោះ Holzer នៅទីនោះមានបុរសម្នាក់ឈ្មោះ Elias ដែលមានប្រពន្ធនិងកូន2នាក់បន្ទាប់ពីនោះឧក្រិដ្ឋជនម្នាក់ឈ្មោះ Krem បានមកដល់ផ្ទះរបស់ Elias នៅទីនេះគេបានបង្ហាញថា Krem គឺជាមេដឹកនាំក្រុមប្លន់មនុស្សភពក្រៅមួយក្រុមឈ្មោះ Brigandបន្ទាប់មក Krem បានសុំដាវពិសេសមួយដែលបង្កើតឡើងដោយ Elias នៅពេលដែល Krem ចង់បង្ហាញទីតាំងឃ្លាំងដាវគាត់បានសម្លាប់កូនប្រុសរបស់ Elias ដោយសារតែនាងព្យាយាមវាយប្រហារគាត់ Elias ក៏បានវាយបកវិញដោយការបំផ្ទុះយន្តហោះរបស់ Brigands នៅចុងបញ្ចប់នៃឧបទ្ទហេតុនេះ Krem បានសម្លាប់ Elias មុនពេលគាត់ចាកចេញពីទីតាំងនោះក៏មានកូនស្រីម្នាក់ឈ្មោះ Ruthie ដែលជាមនុស្សតែម្នាក់គត់ដែលនៅរស់រានមានជីវិតពេលវេលានៅតែបន្តរហូតដល់ Kara សម្រាកនៅក្នុងបាមួយដែលមានទីតាំងនៅលើភព Holzer មិនយូរប៉ុន្មាន Ruthie បានមកដល់កន្លែងនោះនៅចំពោះមុខមនុស្សជាច្រើន Ruthie បានសារភាពថាសមាជិកគ្រួសាររបស់នាងម្នាក់ត្រូវបានសម្លាប់ដោយ Grim បន្ទាប់មក Ruthie បានសុំជំនួយពីនរណាម្នាក់ដើម្បីជួយនាងសម្លាប់ Grim ជាការសងសឹកចំពោះការស្លាប់របស់ក្រុមគ្រួសារនាងប្រសិនបើពួកគេជួយ Ruthie សម្លាប់ Krem នាងនឹងផ្ដល់ដាវពិសេសមួយជាដាវរបស់ Elias ដល់អ្នកដែលជួយនាងបន្ទាប់មកសំណើរបស់ Ruthie មិនត្រូវបានទទួលយកនៅឡើយទេហេតុផលគឺមានតែមនុស្សខ្លាំងម្នាក់ប៉ុណ្ណោះដែលអាចសម្លាប់ Krem បានបន្ទាប់ពីនោះមនុស្សភពក្រៅម្នាក់បានលួចដាវពិសេសរបស់ Ruthie ហើយយកវាទៅក្នុងស្ថានភាពស្រវឹងស្រា Kara បានសុំឲ្យមនុស្សភពក្រៅប្រគល់ដាវទៅឲ្យ Ruthie វិញដោយសារតែសំណើនេះត្រូវបានគេមិនទទួលនោះទេបន្ទាប់មក Kara បានវាយប្រហារដើម្បីថ្កោលទោសឧក្រិដ្ឋកម្មរបស់មនុស្សភពក្រៅនោះដោយមានជំនួយពី Crypto Kara បានគ្រប់គ្រងដើម្បីផ្ដួលរំលំមនុស្សភពក្រៅហើយប្រគល់ដាវទៅឲ្យ Ruthie វិញនៅថ្ងៃបន្ទាប់ Kara បានទំនាក់ទំនងជាមួយបងប្អូនជីដូនមួយរបស់នាង Clark Kent ដែលជា Supermanនៅទីនេះវាត្រូវបានបង្ហាញថាយន្តហោះរបស់ Kara ក៏ដំណើរការជាផ្ទះរបស់នាងផងដែរបន្ទាប់មក Clark បានស្នើឲ្យ Kara ត្រឡប់ទៅផែនដីវិញដើម្បីឲ្យគុណភាពជីវិតរបស់នាងអាចប្រសើរឡើងទោះជាយ៉ាងណាក៏ដោយ Kara បានបដិសេធការស្នើរបស់ Clark ព្រោះនាងមានអារម្មណ៍ស្រួលជាមួយជីវិតបច្ចុប្បន្នរបស់នាងបន្ទាប់ពីបានទំនាក់ទំនងជាមួយ Clark រួច Kara ត្រូវបាន Ruthie មកជួបដោយមានអារម្មណ៍ថា Kara ជាមនុស្សរឹងមាំ Ruthie បានសុំជំនួយពីនាងដើម្បីសម្លាប់ Krem ទោះជាយ៉ាងណាក៏ដោយ Kara បានបដិសេធព្រោះនាងមិនចង់ឲ្យ Ruthie ក្លាយជាឃាតករមិនយូរប៉ុន្មាន Krem និងសមាជិក Brigand ដែលជាប់នៅលើភព Holzer បានប្រទះឃើញយន្តហោះរបស់ Kara ដោយចៃដន្យបន្ទាប់មកគេក៏ចាប់ផ្ដើមដំណើរការយន្តហោះរបស់ Kara ពេល Krem បានឃើញ Crypto ព្យាយាមរត់សម្ដៅពួកគេដូច្នេះពួកគេបានបាញ់ Crypto ដោយអាវុធមួយមានថ្នាំពិសហើយនៅទីបំផុត Brigand បានលួចយន្តហោះរបស់ Kara ហើយរត់គេចខ្លួនបន្ទាប់មក Kara បាននាំ Crypto ទៅជួបមនុស្សភពក្រៅដែលជាម្ចាស់កាលျានក្នុងវិស័យវេជ្ជសាស្ត្របន្ទាប់ពីធ្វើការត្រួតពិនិត្យរួចមនុស្សភពក្រៅបាននិយាយថាថ្នាំពុលនៅក្នុងខ្លួនរបស់ Crypto អាចត្រូវបានបន្សាបដោយថ្នាំម្យ៉ាងដែលជាកម្មសិទ្ធិរបស់ Krem តែប៉ុណ្ណោះពេលដឹងរឿងនេះ Kara បានតាំងចិត្តថានឹងស្វែងរក Brigand ជាពិសេស Krem Kara ត្រូវតែធ្វើសកម្មភាពយ៉ាងឆាប់រហ័សព្រោះ Crypto នឹងស្លាប់ក្នុងរយៈពេល3ថ្ងៃបន្ទាប់មក Ruthie បានសុំឲ្យ Kara ជួយនាងសម្លាប់ Krem ព្រោះនាងនឹងឆាប់រកមេដឹកនាំ Brigand ទោះជាយ៉ាងណាក៏ដោយ Kara បានបដិសេធព្រោះនាងគ្រាន់តែចង់ផ្ដោតលើការទទួលយកការផ្ដល់ជូនដើម្បីជួយសង្គ្រោះឆ្កែជាទីស្រឡាញ់របស់នាងបន្ទាប់ពីចាក់ចេញពី Ruthie Kara បានឡើងឡានក្រុងមនុស្សភពក្រៅក្នុងការប៉ុនប៉ងស្វែងរក Krem បន្ទាប់មក Kara មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះ Ruthie កំពុងនៅក្នុងឡានក្រុងដើម្បីឲ្យនាងអាចបន្តដើរតាមគេបានមិនយូរប៉ុន្មានឡានក្រុងនោះត្រូវបានក្រុមចៅប្លន់មកពីភពផ្សេងមួយក្រុមដែលមានឈ្មោះថា Scalarian Raider ចូលមកបន្ទាប់មកប្រធានក្រុម Scalarian Raider បានលួចយករបស់មានតម្លៃរបស់ Kara លើសពីនេះប្រធានក្រុម Scalarian Raider ក៏បានលួចដាវរបស់ Elias ដែល Ruthie បានយកមកផងដែរ
បន្ទាប់មកការ៉ាបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុម Scalarian Raider ក្នុងការប៉ុនប៉ងដណ្ដើមដាវរបស់ Elias មកវិញបន្ទាប់ពីនោះប្រធានក្រុម Scalarian Raider បានបោះការ៉ាចូលទៅក្នុងតំបន់លំហអាកាសដែលត្រូវបានលាតសន្ធឹងដោយកាំរស្មីព្រះអាទិត្យពណ៌លឿងពីទីនេះការ៉ាអាចធ្វើឲ្យថាមពលពិសេសរបស់នាងសកម្មពីព្រោះកាំរស្មីពណ៌លឿងគឺជាប្រភពនៃថាមពលពិសេសរបស់ការ៉ានៅទីបញ្ចប់ការ៉ាអាចយកឈ្នះលើការវាយប្រហារនីមួយៗរហូតដល់នាងអាចបំផ្លាញក្បាលយន្តហោះរបស់ក្រុម Scalarian Raidersបន្ទាប់ពីស្តារសុវត្ថិភាពឡានក្រុងឡើងវិញការ៉ាបានផ្ដល់ការពន្យល់ដល់ Ruthie អំពីរបៀបដែលថាមពលពិសេសរបស់នាងដំណើរការដូច្នេះការ៉ាមិនអាចធ្វើឲ្យថាមពលរបស់នាងសកម្មបានទេខណៈពេលដែលនៅក្នុង Holzer ដោយសារតែភពផែនដីនោះមិនត្រូវបានប៉ះពាល់នឹងកាំរស្មីពណ៌លឿងបន្ទាប់មកការ៉ាបានបង្ហាញភ្នែក Lacia របស់នាងដើម្បីកុំឲ្យក្រុម Scalarian Raider ហ៊ានកុហកដើម្បីសុវត្ថិភាពរបស់នាងប្រធានក្រុម Scalarian Raiders ត្រូវបានបង្ខំឲ្យជូនដំណឹងថា Grim អាចត្រូវបានរកឃើញនៅក្នុង Bilky ដែលជាភពមួយដែលបានបាត់បង់ចំនួនប្រជាជនពាក់កណ្ដាលរបស់វាហើយត្រូវបានគំរាមកំហែងថានឹងដួលរលំដោយសារសង្គ្រាមប្រធានក្រុម Scalarian Raiders ក៏បានរំលឹកផងដែរថា Brigands បានចាប់ចម្រិតស្ត្រីវ័យក្មេងដើម្បីបង្ខំឲ្យធ្វើជាប្រពន្ធរបស់ពួកគេឥឡូវនេះការ៉ាចង់ទៅជាមួយ Ruthie ដើម្បីការពារនាងពីការគំរាមកំហែងរបស់ Brigands បន្ទាប់មកការ៉ាបានទិញគ្រឿងសឹកសម្រាប់ Ruthie ដើម្បីបង្កើនសុវត្ថិភាពរបស់នាងក្នុងដំណើរស្វែងរក Grimពេលនាងមកដល់ Bilky ការ៉ាបានសម្រេចចិត្តដោះគ្រឿងសឹករបស់ Ruthie ចេញព្រោះសម្លៀកបំពាក់របស់ការពារបានរារាំងចលនារបស់នាងពេលឆ្លើយសំណួររបស់ Ruthie ការ៉ាបានសារភាពថាបងប្អូនជីដូនមួយរបស់នាងឈ្មោះ Clark មានអំណាចពិសេសដូចគ្នានឹងនាងដែរបន្ទាប់មកការ៉ានិង Ruthie បានទៅលេងបារមួយដើម្បីស្វែងរកព័ត៌មានអំពី Brigandsបន្ទាប់មកការ៉ាបានធ្វើកិច្ចព្រមព្រៀងជាមួយមនុស្សភពក្រៅអាក្រក់ម្នាក់ដែលចង់ចាប់ពង្រត់ Ruthie ប្រសិនបើមនុស្សភពក្រៅឈ្នះការ៉ាក្នុងការប្រកួតចម្បាប់មនុស្សភពក្រៅអាចចាប់ Ruthie និងការ៉ាទោះជាយ៉ាងណាក៏ដោយប្រសិនបើការ៉ាឈ្នះមនុស្សភពក្រៅត្រូវតែផ្ដល់ព័ត៌មានអំពី Brigandsមុនពេលការប្រកួតចម្បាប់មនុស្សភពក្រៅត្រូវបានកម្ចាត់ចោលដោយមនុស្សភពក្រៅម្នាក់ទៀតដែលចាប់អារម្មណ៍នឹងកិច្ចព្រមព្រៀងរបស់ Kara នៅពេលដែលការប្រកួតចម្បាប់បានចាប់ផ្ដើម Kara ដែលមានអំណាចពិសេសរបស់នាងបានបំបាក់ដៃមនុស្សភពក្រៅដោយឃើញហេតុការណ៍នេះពួកមនុស្សអាក្រក់នៅក្នុងទីតាំងនោះបានតម្រង់គោលដៅទៅលើ Kara ភ្លាមៗនៅទីបំផុតការ៉ាអាចកម្ចាត់ពួកគេទាំងអស់ដោយមិនធ្វើឲ្យ Ruthie ទទួលរងគ្រោះថ្នាក់ឡើយពេលស្ថានភាពស្ងប់ស្ងាត់ទៅ Kara បានជួបគូស្នេហ៍មួយគូឈ្មោះ Bomat និង Marek បន្ទាប់មក Kara បានព្យាយាមមិនឲ្យខ្លួននាងទាក់ទាញចំណាប់អារម្មណ៍នៅពេលដែលនាងបានឃើញ Loboជាក់ស្ដែង Kara បានប្រព្រឹត្តបែបនោះព្រោះគាត់ដឹងរួចហើយថា Lobo គឺជាភ្នាក់ងារដ៏មានឥទ្ធិពលនិងគ្រោះថ្នាក់បន្ទាប់ពីនោះ Lobo បានប្រាប់ Boma ថាគាត់កំពុងតាមប្រមាញ់សមាជិក Brigands ម្នាក់ឈ្មោះ Drom ដោយគ្មានការអនុញ្ញាតពី Kara Ruthie បានសុំឲ្យ Lobo ជួយនាងសម្លាប់ Grimបន្ទាប់មក Lobo បានត្រៀមខ្លួនវាយប្រហារ Ruthie ដែលបានមកសុំជំនួយជាសំណាងល្អ Kara បានបញ្ចុះបញ្ចូល Lobo ឲ្យដោះលែង Ruthie ចេញបន្ទាប់ពី Lobo ចាកចេញ Marek បានឲ្យកន្លែងសម្រាកដល់ Kara និង Ruthie បន្ទាប់មក Kara បានប្រាប់ Ruthie អំពីភាពខុសគ្នារបស់នាងជាមួយ Clark សម្រាប់ Clark តែងតែគិតវិជ្ជមានហើយមានទំនោរមើលតែផ្នែកល្អរបស់អ្នកដទៃនោះ Kara ពិតជាគិតដោយប្រកបនិយមហើយមើលឃើញពីគុណសម្បត្តិនិងគុណវិបត្តិរបស់អ្នកដទៃចាប់ផ្ដើមពីការសន្ទនាអំពី Clark Kara បានរៀបរាប់ពីអតីតកាលរបស់នាងនៅពេលដែលភព Krypton ស្ថិតនៅលើចំណុចនៃការបំផ្លិចបំផ្លាញអ្នកវិទ្យាសាស្ត្រ Zor-El និងភរិយារបស់គាត់ Allura បានភៀសខ្លួនទៅកាន់ទីក្រុងមួយឈ្មោះ Argosiri ជាមួយប្រជាពលរដ្ឋជាច្រើនរបស់ខ្លួនអរគុណចំពោះការច្នៃប្រឌិតដ៏ប៉ិនប្រសប់របស់ Zor-El ទីក្រុង Argosiri អាចត្រូវបានបំបែកចេញពីទឹកដីនៃភព Krypton ដើម្បីកុំឲ្យទីក្រុងនេះរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិដែលកំពុងបំផ្លាញ Krypton 8 ឆ្នាំក្រោយមក Zor-El និង Allura មានកូនស្រីម្នាក់ឈ្មោះ Karaបន្ទាប់មកមានការរកឃើញមួយថាការបំបែកទីក្រុង Argosiri បានបង្កឲ្យមានវិទ្យុសកម្មរ៉ែមួយហៅថា Kryptonite ដែលបានសម្លាប់ប្រជាជនបន្តិចម្ដងបន្ទាប់មក Allura បានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងររហូតដល់ស្លាប់ដើម្បីការពារ Kara និង Krypton ពីវិទ្យុសកម្ម Kryptonite Zor-El បានបញ្ជូនពួកគេទាំងពីរនាក់មកផែនដីតាមយន្ត
តាមពិតការ៉ាមានការខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ឪពុកនាងព្រោះនាងមិនចង់បែកពីឪពុកម្ដាយរបស់គាត់ងាត់មកបច្ចុប្បន្នម៉ារ៉េកបានឲ្យភេសជ្ជៈមួយកែវទៅការ៉ាបន្ទាប់មកបូម៉ានិងម៉ារ៉េកបានប្រាប់គ្នាទៅវិញទៅមកថាកូនស្រីរបស់ពួកគេឈ្មោះសាម៉ាត្រូវបានព្រីហ្គិនចាប់បន្ទាប់ពី2-3វិនាទីការ៉ាស្រាប់តែមានបញ្ហាសុខភាពពីទីនោះវាត្រូវបានបង្ហាញថាបូម៉ានិងម៉ារ៉េកបានយល់ព្រមបំពុលការ៉ាតាមរយៈភេសជ្ជៈមួយដើម្បីបំពេញកិច្ចព្រមព្រៀងរបស់ពួកគេជាមួយក្រែមវាបានបង្ហាញថាគូស្នេហ៍នេះនឹងប្រគល់ការ៉ានិងរូទីទៅក្រែមដើម្បីនាំសាម៉ាត្រឡប់មកវិញខណៈពេលដែលការ៉ាព្យាយាមបន្សាបឥទ្ធិពលពុលក្រែមបានមកដល់ផ្ទះរបស់បូម៉ានិងម៉ារ៉េកដើម្បីបំពេញកិច្ចព្រមព្រៀងរបស់ពួកគេបន្ទាប់មកការ៉ាបានក្អួតថ្នាំពុលទាំងអស់ចេញខណៈពេលដែលនាងកំពុងព្យាយាមប្រយុទ្ធជាមួយក្រែមដរាបណាអំណាចពិសេសរបស់នាងរួចរាល់សម្រាប់ប្រើប្រាស់ការ៉ាបានធ្វើសកម្មភាពភ្លាមរហូតដល់នាងអាចរត់គេចខ្លួនជាមួយរូធីហើយនាំនាងទៅកាន់កន្លែងសុវត្ថិភាពមិនយូរប៉ុន្មានឡូបូបានមកហើយទម្លាក់កុងតឺន័រមួយចំនួនដែលមានអ្នកទោសស្រីដែលត្រូវបានដឹកដោយយន្តហោះរបស់ Brigand នៅពេលដែលអ្នកទោសស្រីព្យាយាមរត់គេចខ្លួនខារ៉ានិងឡូបូបានសហការគ្នាដើម្បីបញ្ឈប់សមាជិក Brigand ជាច្រើននៅទីតាំងនោះបន្ទាប់ពីជួយអ្នកទោសស្រីរត់គេចខ្លួនខារ៉ាបានបរាជ័យដោយសកម្មភាពរបស់រូទីដែលស្ទើរតែសម្លាប់ក្រែមពីឧបខណ្ឌហេតុនោះក្រែមអាចរត់គេចខ្លួនរហូតដល់គាត់បានសម្លាប់សមាជិកគ្រួសាររបស់បូម៉ាម្នាក់បន្ទាប់មកក្រែមបានរត់គេចខ្លួនដោយប្រើសមត្ថភាព Teleport របស់យន្តហោះរបស់គាត់បន្ទាប់ពីនោះរូទីបានស្ដីបន្ទោសការ៉ាចំពោះការស្លាប់របស់ក្រុមគ្រួសារបូម៉ារូធីក៏ជឿដែរថាប្រសិនបើការ៉ាមិនរារាំងគាត់ពីការសម្លាប់ក្រែមទេនោះក្រុមគ្រួសារបូម៉ានឹងនៅរស់បន្ទាប់ពីឆ្លោះជាមួយរូធីរួចការ៉ាបានត្រឡប់ទៅរកក្រែមវិញបន្ទាប់មកការ៉ាបានទៅជួបមនុស្សភពក្រៅម្នាក់ដែលស្គាល់ទីតាំងបច្ចុប្បន្នរបស់ Brigand ដោយខ្លាចការគំរាមកំហែងរបស់ការ៉ាមនុស្សភពក្រៅនោះសុកចិត្តនាំគាត់ទៅកាន់ទីតាំងរបស់ Brigand ទីបំផុតការ៉ាត្រូវបានទម្លាក់ទៅលើភពមួយឈ្មោះថា Barrington នៅចំណុចមួយដែលមិនឆ្ងាយពីភពរបស់Brigand ប៉ុន្មានទេនៅពេលដែលគាត់ធ្វើដំណើរឆ្ពោះទៅរកភពនោះរាងកាយរបស់ការ៉ាបានចុះខ្សោយរហូតដល់គាត់សន្លប់ដោយសារតែត្រូវពន្លឺព្រះអាទិត្យពណ៌បៃតងបន្ទាប់មកយើងបានឃើញអតីតកាលរបស់ការ៉ានៅពេលដែលគាត់និងគ្រីបតូបានចុះចតលើផែនដីជាលើកដំបូងវាបានបង្ហាញថាពួកគេត្រូវបានខ្លាចជួយឲ្យចេញពីយានបន្ទាប់ពីណែនាំខ្លួនរួចខ្លាកបានធានាថាគាត់ក៏មកពីភព Krypton ដូចខារ៉ាដែរត្រឡប់ទៅបច្ចុប្បន្នវិញខារ៉ាបានភ្ញាក់ឡើងក្នុងស្ថានភាពមួយដែលមានរូធីនៅក្បែរដែលពាក់សម្លៀកបំពាក់អាវកាសដែលជាអំណោយរបស់ខារ៉ាវាបានបង្ហាញថារូធីត្រូវការខារ៉ាចាប់តាំងពីពួកគេបែកគ្នារូធីក៏បានយកសម្លៀកបំពាក់ Supergirl របស់ខារ៉ាមកជាមួយផងដែរឥឡូវនេះរូទីទើបតែដឹងថាខារ៉ាជាមួយនឹងចំណុចខ្វះខាតទាំងអស់របស់នាងគឺជាមនុស្សចិត្តល្អដែលមានព្រលឹងវីរភាពនៅពេលដែលស្ថានភាពរបស់នាងកាន់តែធ្ងន់ធ្ងរដោយសារតែពន្លឺព្រះអាទិត្យពណ៌បៃតងការ៉ាបានសុំឲ្យរូទីរកទឹកឲ្យនាងរូទីក៏បានបំពេញតាមសំណើរបស់ការ៉ាដើម្បីជួយនាងបន្ទាប់មកនៅពេលរកទឹករូទីត្រូវបានសមាជិកក្រុម Brigand ចាប់បានបន្ទាប់ពីនោះរូទីត្រូវបានឃុំខ្លួននៅក្នុងបន្ទប់ឃុំឃាំងមួយក្នុងយានរបស់ Brigand ដោយមិននឹកស្មានដល់បន្ទប់ឃុំឃាំងរបស់រូទីនៅជាប់នឹងបន្ទប់ឃុំឃាំងហ៊ូនៀននិងលោកពេលព្យាយាមរត់គេចខ្លួនរាងកាយរបស់រូទីត្រូវបានជាប់នៅក្នុងបន្ទប់ឃុំឃាំងបន្ទាប់មកឡូបូបានបំបែកអាវការពារដើម្បីកុំឲ្យរូទីពិបាកធ្វើចលនាហើយដើម្បីកុំឲ្យរូទីយល់ប្រឡំឡូបូបាននិយាយថាគាត់ចេតនាអនុញ្ញាតឲ្យខ្លួនឯងត្រូវបាន Brigand ចាប់បានដើម្បីឲ្យគាត់អាចរកលេសដើម្បីសម្លាប់ទ្រព្យលោកហុកក៏បានទទូចផងដែរថាគ្រប់ពេលវេលានេះគាត់ធ្លាប់សម្លាប់មនុស្សដើម្បីយកលុយបន្ទាប់ពីនោះគ្រីមបានផ្ដល់កិច្ចព្រមព្រៀងមួយដល់រូទីដើម្បីឲ្យក្មេងស្រីនោះប្រាប់ទីតាំងរបស់ការ៉ាទោះជាយ៉ាងណាក៏ដោយរូទីបានបដិសេធដើម្បីកុំឲ្យនាងត្រូវសម្លាប់ក្នុងពេលឆាប់នេះពេលគ្រីមចាក់ចេញរូទីបានព្យាយាមលបួងអ្នកយាមដែលកាន់កូនសោទៅបន្ទប់ឃុំឃាំងដោយតស៊ូយ៉ាងខ្លាំងរូទីបានសម្លាប់អ្នកយាមក្នុងពេលជាមួយគ្នានោះការ៉ាអាចព្យាបាលខ្លួនបានឡើងវិញនិងធ្វើឲ្យធម្មពលពិសេសរបស់នាងសកម្មដោយសារវត្តមាននៃព្រះអាទិត្យពណ៌លឿងមួយដែលចាំងមកលើភព Barrington កាត់មកយានរបស់ Brigand រូធីហៀបនឹងត្រូវក្រែមសម្លាប់ពេលនោះការ៉ាបានមកដល់ជាមួយនឹងការវាយប្រហាររបស់នាងការ៉ាបានជួយសង្គ្រោះរូទីដែលទ្រួបានឡោមព័ទ្ធក្រែមមិនចាំយូរការ៉ាចាប់ផ្ដើមគ្រប់គ្រងស្ថានភាពពីព្រោះគ្មានសមាជិក Brigand ណាម្នាក់អាចកម្ចាត់នាងបានឡើយក្នុងការប៉ុនប៉ងវាយប្រហារតបវិញក្រែមបានបាញ់មជុល 2-3 ចូលទៅក្នុងខ្លួនរបស់ការ៉ា
ក្នុងដំណើរការនេះការ៉ាបានចុះខ្សោយយ៉ាងខ្លាំងដោយសារតែមជុលចាក់មានផ្ទុកគ្រីបតូណៃតដរាបណាការ៉ាគ្មានអំណាចក្រែមបានបញ្ជាឲ្យទ្រព្យសម្លាប់នាងទោះជាយ៉ាងណាក៏ដោយការប្រហារជីវិតរបស់ការ៉ាបានបរាជ័យពីព្រោះឡូបូបានបញ្ចប់ទ្រព្យមុនគេនៅទីបំផុតឡូបូបានរក្សាក្បាលរបស់ទ្រព្យដើម្បីបំពេញបេសកកម្មរបស់គាត់ជាឃាតករស៊ីឈ្នួលទីបំផុតការ៉ាបានទទួលយកថ្នាំបន្សាបរបស់ក្រែមដែលនាងតាមរកគ្រប់ពេលវេលាបន្ទាប់មកការ៉ាបានជួយសង្គ្រោះគ្រីបតុនពីព្រោះឆ្កែនោះបានទទួលការផ្ដល់ជូនថ្នាំមុនពេលកំណត់ពី3ថ្ងៃក្រោយមកការ៉ាបានយកយន្តហោះរបស់នាងមកវិញហើយបាននិយាយលារូធីជាអំណោយលាគ្នាការ៉ាបានអញ្ជើញរូធីមកអបអរថ្ងៃកំណើតរបស់នាងពេលវេលាកន្លងផុតទៅការ៉ានិងគ្រីបថូនបានត្រឡប់មកផែនដីវិញរហូតដល់ពួកគេបានជួបជុំគ្នាជាមួយខ្លាកវិញតាមពិតខ្លាកចង់ឲ្យការ៉ាត្រឡប់មកផែនដីវិញព្រោះសម្រាប់គាត់ភពផែនដីនេះពិតជាផ្ទះរបស់ការ៉ាខ្លាកក៏បានគាំទ្រការសម្រេចចិត្តរបស់ការ៉ាក្នុងការស្នាក់នៅលើផែនដីរយៈពេលយូរផងដែរហើយភាពយន្តនេះក៏បានបញ្ចប់ជាស្ថាពរប៉ុណ្ណឹងហើយបងប្អូនរឿងរ៉ាវទាំងមូលនៃភាពយន្ត Supergirl ដែលចេញផ្សាយនៅឆ្នាំ2026សូមអរគុណច្រើនសម្រាប់ការទស្សនារឿងនេះហើយជួបគ្នានៅរឿងបន្ទាប់លាហើយបងប្អូន